ទេយើងទៅផ្ទះម៉ែក្មេកវិញ បងសំឡាញ់បងចង់ទៅផ្ទះខ្ញុំមែនហ៎ ពិតមែនហើយ តាកញ្ចាស់ឲ្យកាលពីប៉ុន្មានថ្ងៃមុនអាជាងយាវាទិញសាច់មកផ្ទះយើងហើយសន្យាថានឹងឈប់លេងល្បែងទៀតតើយើងអាចជឿសម្ដីវាកម្រិតណាទៅ ខ្ញុំមើលទៅកែវភ្នែកនិងទឹកមុខរបស់វាថ្ងៃនោះមិនដូចជាកុហកបោកប្រាស់ឡើយម្យ៉ាងទៀតពេលវាទៅវិញសូម្បីតែអាដាឆាំងជេក៏វាមិនដំណត់ដែរបើពីមុនវិញច្បាស់ជាឆ្លោះគ្នាហើយសង្ឃឹមថាវាប្រែចិត្តមែនចុះចិត្តចូលឆ្នាំហើយឲ្យតែវាមិនបង្កបួស្នាមកូនយើងនឹងបានសុខហើយបងស្រីបងថ្លៃមិនក៏មកជាមួយគ្នាអញ្ចឹងដាឆាំងពុះអស់មែនទេថ្ងៃមុនបងមកប្រញាប់